ស្ដីរកគ្នាថ្ងៃនេះខ្ញុំនិយាយពី function ទៅលើ group Node.js អញ្ចឹងខ្ញុំមាន file Node.js មួយដែលវាមានកូដនៅនឹងស្រាប់ដែលខ្ញុំនឹងនិយាយពី concept ដែលដំណើរការវាជាដំបូងខ្ញុំចូលទៅកាន់ Node.js នៃ file ហ្នឹងគឺ VS Code ហើយខ្ញុំនឹងមាន connect ទៅលើ database មួយដែលជា name របស់ database គឺ Node.js អញ្ចឹងគឺខ្ញុំនឹងចាប់យកអឺ link នៃ port library រួមជាមួយនឹង database ដែលខ្ញុំបានសរសេរហើយនេះគឺជាការ export ទៅលើ library express រួមជាមួយនឹង database ហើយខ្ញុំធ្វើការ export វាទៅជា file JSON ហើយនឹង run លើ port 3000ហើយជាដំបូងខ្ញុំនឹងតេស្តទៅលើការ get ទៅលើ file node 3000ហ្នឹងសិនដោយធ្វើពាក្យ hello អញ្ចឹងខ្ញុំនឹង run វាដោយ run វាយើងអាចប្រើវាយពាក្យnpm run start អញ្ចឹងវានឹង load ទៅឲ្យយើងអញ្ចឹងតមកពេលខ្ញុំ run ហើយខ្ញុំចូលទៅកាន់ browser វានឹង load ទៅលើពាក្យ hello ដែលខ្ញុំបានសរសេរនេះអញ្ចឹងនៅពេលដែលខ្ញុំចង់ឲ្យវាចាប់យក database គឺខ្ញុំគ្រាន់តែប្រើ get ដូចគ្នាតែខ្ញុំប្រើ /user ដើម្បីចូលទៅកាន់ link នៃ user មួយហើយខ្ញុំតាំង variable ដើម្បី select យកទិន្នន័យទាំងអស់ពី user អញ្ចឹងនៅពេលដែលខ្ញុំ select វាបានគឺខ្ញុំចូលទៅកាន់browser ដោយ /node នេះហើយវានឹង show result ទាំងអស់ដែលយើងអាចឃើញបន្ទាប់ពីយើង show result អស់ហើយយើងក៏អាច show វាទៅកាន់នៅក្នុង terminal នៃ VS Code ដោយជ្រើសរើស function handle ដែលយើងអាច new refresh ហើយយើងប្រើពាក្យ get យើងត្រូវការ link ដែលយើងបានយកទៅ hosting នៅលើ browser យកមកប្រើប្រាស់ដល់ពេលយើងដាក់ link នឹងចូលទៅកាន់ហើយយើងអាចចុច send វានឹង show result ទាំងអស់នៅក្នុងនេះអញ្ចឹងបន្ទាប់ពីខ្ញុំចាំ data បានហើយខ្ញុំនឹងធ្វើការលុបទៅលើ data វិញម្ដងហើយការលុប data គឺវាចាប់ទៅលើ ID អញ្ចឹងដើម្បីចាប់ ID មួយបានយើងត្រូវការ function ទៅលើ select ID សិនដែលខ្ញុំអាចចាប់ទៅលើ ID ណាមួយដែលខ្ញុំចង់ចាប់ឧទាហរណ៍ដាក់ ID ទី7អញ្ចឹងវានឹង show ID ទី7មកយើងបន្ទាប់ពីយើងចាប់យក ID បានហើយគឺយើងប្រើទៅលើ function delete តែប្រើ add delete ចាប់យក ID select យកទីតាំង ID ណាមួយដែលយើងអាចប្រើប្រាស់បានដែលវាមានទិន្នន័យអញ្ចឹងខ្ញុំចូលទៅកាន់ new refresh ដដែលហើយខ្ញុំជ្រើសរើស select port វាទៅលើការ delete អញ្ចឹងខ្ញុំចង់ delete ទៅលើ ID ទី7ទៅពេលដែលខ្ញុំចុច send ទៅ ID ទី7គឺវាទទួលបានការ delete ដោយជោគជ័យបន្ទាប់ពីយើង delete ហើយយើងចូលទៅកាន់ function មួយទៀតដែលជា function update function update នេះគឺយើងប្រើ function put ដើម្បីបញ្ចូល data ទៅលើ ID ណាមួយដែលយើងបានចង់ឲ្យវា update ឧទាហរណ៍ទៅលើឈ្មោះទៅលើអាយុទៅលើ email នៃទីតាំង ID ហ្នឹងដែលយើងតាំង variable user object មួយដើម្បី store data នៅក្នុង browser ឬក៏នៅក្នុង terminal អញ្ចឹងយើងចូលទៅកាន់ new refresh ដដែលដោយយើងជ្រើសរើសយកពាក្យ put ដល់ពេលដែលយើងជ្រើសរើសពាក្យ put ហើយយើងក៏ត្រូវការជ្រើសរើសយក body ដើម្បី import វាជា file JSON អញ្ចឹងដើម្បីចូលជា file JSON យើងត្រូវការសរសេរជា file JSON ដែលនៅក្នុង database ខ្ញុំមាន name ឧទាហរណ៍ name សុខាអាយុ19ឆ្នាំហើយនឹង email ដែលយើងអាចឲ្យវា import ទៅលើ email ឧទាហរណ៍ sukha.com ចឹងដល់ពេលដែលខ្ញុំជ្រើសរើស port នេះហើយខ្ញុំជ្រើសរើស ID ថាចង់ update ID ទីប៉ុន្មានអញ្ចឹងខ្ញុំ update នៅ ID ទី10ដែលជា ID មួយដែលមានឈ្មោះ him នៅក្នុងហ្នឹងអញ្ចឹងខ្ញុំនឹង update វាទៅជា Sukha វិញអញ្ចឹងបន្ទាប់ពីយើង update វាមកវានឹង load successful នៃការ update អញ្ចឹងយើងអាចចូលទៅមើល result នៃការ update នឹងបានដែលវានឹងបដូរពីលេខ10 ID ទី10ហ្នឹងទៅជាឈ្មោះ Sukha វិញបន្ទាប់ពីយើងប្រើ function នៃការ update ហើយយើងចូលទៅកាន់ function មួយទៀតគឺការ
បញ្ចូលតន្ន័យម្ដងដែលយើងប្រើ insert នៃការបញ្ចូល value វាទៅកាន់ database